ថ្ងៃនេះខ្ញុំមកខាងមណ្ឌលគិរីហើយថ្ងៃនេះមកលេងខាងមណ្ឌលគិរីក៏បានចូលមកលេងនៅសហគមន៍មួយហៅសហគមន៍ព្រៃកប់ខ្មោចដែលមានឈ្មោះថាសហគមន៍ភូមិពូរាំងបាទអញ្ចឹងសហគមន៍ព្រៃកប់ខ្មោចនេះក៏ជាសិទ្ធិមួយរបស់ជនជាតិភាគតិចភ្នងបាទដែលគាត់មានសិទ្ធិក្នុងការយកអ្នកដែលមានទទួលមរណភាពមកកប់នៅទីនេះដើម្បីឲ្យជាដីសហគមន៍ព្រៃមួយដែលផ្ដល់សិទ្ធិជូនពួកគាត់បាទហ្នឹងហើយតែនេះទឹកបដូនបតាយើងកាលមុនហ្នឹងអានឹងព្រៃទឹកខ្មោចសហគមន៍យើងបដូនបតាកាលមុនអានឹងតែនឹងប្រជុំអរគុណទូបងប្អូនអរគ្នានេះជាព្រៃសហជាកន្លែងទីសក្ការៈរបស់បងប្អូនជនជាតិភាគតិចក្នុងណាបងប្អូនបាទនេះបងប្អូនមើលជាទេសភាពជារួមហ្នឹងហើយជាសិទ្ធិមួយដែលពួកគាត់ទទួលបានដែលលើសពីពួកយើងបាទដែលស្ថិតក្នុងដីសហគមន៍ជាលក្ខណៈដីព្រៃបងប្អូនបងសាក់ព្រៃឃើញទេសាក់ព្រៃហ្នឹងហើយជាព្រៃបាទបាទអញ្ចឹងនេះជាបងប្អូនជនជាតិភាគតិចភ្នងដែលគាត់រស់នៅក្នុងតំបន់សហគមន៍ព្រៃហ្នឹងហើយមើលពូរៀបរាប់តិចមើលដីហ្នឹងក្នុងភូមិអីឃុំអីបាទភូមិពូរាំងឈុតពីខេត្តឈុតពូរាំងខេត្តឃុំពិសាឈុតពីកណ្ដាលខេត្តមណ្ឌលគិរីនេះទឹកបាទមើលភូមិម្ដងទៀតភូមិពូរាំងបាទឃុំពិសាបូស្រាបាទស្រុកពេជ្រចន្ទាខេត្តមណ្ឌលគិរីបាទហើយនេះជាដីតាំងបដូនបតាយើងតាព្រៃកប់ខ្មោចប្រាប់ខ្មោចបាទដូនតាព្រៃកប់ខ្មោចបាទហ្នឹងហើយហើយយ៉ាងកន្លែងកប់នេះមានប្រហែលកន្លែងដែរឡើយកប់នេះមួយកន្លែងខាងនោះមួយកន្លែងពីរកន្លែង3កន្លែងពីរកន្លែង3កន្លែងក្នុងភូមិរាំងមានដឹងទំហំដីហ្នឹងទេថាទំហំដីនេះខ្ញុំកុំឲ្យគេឈូសឆាយផល10ហាត់ជាងនេះគេឈូសឆាយគេឈូសឆាយនៅក្រមនោះអស់ហ្មងអស់ផលមក60 60ហ្នឹង60បាទបាទនេះបង